សួស្តីបងប្អូនប្រិយមិត្តទាំងអស់គ្នាជួបជាមួយនឹងខ្ញុំបាទរ៉េនសុខានេះគឺនៅក្នុងចំការដំឡូងនៃរដូវប្រាំងគឺជារដូវក្តៅហួតហែងធ្វើឲ្យស្លឹកដំឡូងអីគឺជ្រុះអស់ហើយនេះគឺជាចំការដំឡូងប្រធានបទហ្នឹងគឺយើងនិយាយអំពីលក្ខណៈកសិកម្មតាមបែបធម្មជាតិនិងលក្ខណៈកសិកម្មតាមបែបវិទ្យាសាស្ត្រលក្ខណៈកសិកម្មតាមបែបធម្មជាតិគឺគេហៅថាកសិកម្មតាមបែបវប្បធម៌កសិកម្មជាលក្ខណៈប្រពៃណីចំណែកឯកសិកម្មតាមបែបវិទ្យាសាស្ត្របច្ចេកទេសជឿនលឿនគេហៅថាកសិកម្មតាមបែបឧស្សាហកម្មហើយអ្វីដែលខ្ញុំមកថតនៅក្នុងចំការដំឡូងផ្ទាល់នេះគឺខ្ញុំចង់និយាយអំពីប្រធានបទកសិកម្មរវាងប្រទេសយើងជាមួយនឹងប្រទេសជឿនលឿននៅក្នុងប្រទេសជឿនលឿនក៏គេធ្វើកសិកម្មដូចគ្នាប៉ុន្តែកសិកម្មរបស់គេគឺជាកសិកម្មតាមបែបឧស្សាហកម្មជាកសិកម្មតាមបែបបច្ចេកវិទ្យាទំនើបចំណែកឯប្រទេសកម្ពុជាយើងក៏ជាប្រទេសកសិកម្មដែរប៉ុន្តែយើងធ្វើកសិកម្មតាមបែបប្រពៃណីតាមបែបវប្បធម៌ដូច្នេះហើយទិន្នផលក៏វាមិនបានដូចប្រទេសជឿនលឿនដែរអញ្ចឹងបានជាយើងត្រូវធ្វើការប្រៀបធៀបគ្នាជាមួយនឹងប្រទេសយើងហើយនឹងប្រទេសជឿនលឿនក្នុងគោលបំណងអ្វីដែលយើងត្រូវធ្វើការសិក្សាប្រៀបធៀបរវាងប្រទេសយើងជាមួយនឹងប្រទេសគេជឿនលឿនគឺក្នុងគោលបំណងដើម្បីធ្វើឲ្យប្រទេសយើងរីកចម្រើនរុងរឿងនៅក្នុងវិស័យកសិកម្មព្រោះប្រជាពលរដ្ឋខ្មែរយើងគឺមាន90%ជាងជាកសិករម្ដាយរបស់ខ្ញុំបងប្អូនរបស់ខ្ញុំសាច់ញាតិរបស់ខ្ញុំទាំងអស់គឺសុទ្ធសឹងតែជាកសិករហើយរូបខ្ញុំផ្ទាល់មុនពេលដែលខ្ញុំចេញទៅរៀននៅទីក្រុងភ្នំពេញហើយក្លាយទៅជាអ្នកនិពន្ធភាពយន្តក៏ខ្ញុំជាកសិករដូចគ្នាខ្ញុំធ្លាប់ធ្វើជាកម្មករស្រោតស្រូវខ្ញុំធ្លាប់បេះពោតខ្ញុំធ្លាប់ដកដំឡូងខ្ញុំធ្លាប់ស្ទូងគ្រប់បែបយ៉ាងនៃកសិកម្មអញ្ចឹងហើយការងារកសិកម្មគឺខ្ញុំស្គាល់ច្រើនដូច្នេះនៅក្នុងវីដេអូនេះអ្វីដែលខ្ញុំចង់និយាយអំពីកសិកម្មហ្នឹងគោលបំណងគឺដើម្បីអភិវឌ្ឍកសិកម្មរបស់យើងឲ្យជឿនលឿនដូចកសិកម្មនៅក្នុងបណ្ដាប្រទេសជឿនលឿនមុននឹងចូលទៅដល់ប្រធានបទកសិកម្មជឿនលឿនប្រៀបធៀបរវាងកសិកម្មបែបធម្មជាតិបែបប្រពៃណីជាមួយនឹងកសិកម្មបែបជឿនលឿនបែបបច្ចេកវិទ្យាបែបឧស្សាហកម្មគឺខ្ញុំសូមនិយាយអំពីប្រវត្តិកំណើតនៃកសិកម្មបន្តិចសិននៅក្នុងប្រវត្តិសាស្ត្ររបស់មនុស្សយើងគឺមានអាយុកាលប្រហែលជាខ្ទង់2លានឆ្នាំហើយកំណើតកសិកម្មហ្នឹងគឺវាអាចកើតឡើងនៅក្នុងយុគសម័យថ្មរំលីងយុគសម័យថ្មរំលីងវាកើតឡើងប្រហែលជាខ្ទង់200,000ឆ្នាំមុនគឺមានកត់នៅក្នុងឯកសារនៃសិភៅអរិយប្រទេសមុនពេលកើតមានកសិកម្មគឺមនុស្សយើងរស់នៅជាលក្ខណៈដូចជាសត្វស្វាដែលបេះផ្លែឈើជីកមើមឈើតាមព្រៃអីចឹងអត់ទាន់ចេះដាំដំណាំធ្វើជាកសិកម្មនៅឡើយទេកំណើតនៃកសិកម្មនេះគឺវាកើតឡើងនៅពេលដែលមនុស្សយើងមានជាលក្ខណៈកុលសម្ព័ន្ធជាច្រើនហើយកុលសម្ព័ន្ធមួយហ្នឹងវាមានលក្ខណៈហៅថាជនជាតិផ្សេងគ្នាដល់ពេលជនជាតិផ្សេងគ្នាហ្នឹងគឺបានធ្វើការបរបាញ់ហើយនឹងបេះផ្លែឈើព្រៃទៅជួបគ្នានៅពេលដែលមានការជួបគ្នាទៅគឺមានការឆ្លោះគ្នាដណ្ដើមគ្នាអញ្ចឹងហើយបង្កើតទៅជាសង្គ្រាមកាប់សម្លាប់គ្នាដើម្បីដណ្ដើមនៅផ្លែឈើហើយនឹងការបរបាញ់សត្វផ្សេងៗដូច្នេះហើយខណៈពេលហ្នឹងគឺកំណើតនៃកុលសម្ព័ន្ធមានន័យថាការផ្លាស់ប្ដូរនៃទម្រង់របៀបរបបនៅក្នុងការចិញ្ចឹមជីវិតគឺត្រូវបានផ្លាស់ប្ដូរឡើងទៅជាពីរទម្រង់ទី1គឺជនជាតិដែលគត់មិនចង់ធ្វើសង្គ្រាមកាប់សម្លាប់គ្នាដើម្បីវាទីយកកន្លែងបរបាញ់យកព្រៃឈើគឺគាត់ស្វែងរកនៅគំនិតថ្មីដើម្បីចិញ្ចឹមជីវិតនោះគឺការធ្វើកសិកម្មហ្នឹងហើយកសិកម្មគឺយើងដល់សំដៅទៅដល់ការដាំដំណាំគ្រប់ប្រភេទទាំងដំឡូងណាដំឡូងមីដំឡូងជ្វាដំឡូងបារាំងដំឡូងដៃខ្លាដំឡូងឈាមមាន់ដំឡូងគ្រប់ប្រភេទជាមួយនឹងស្រូវពោតសណ្ដែកនិយាយជារួមទៅគឺដំណាំគ្រប់ប្រភេទដែលមនុស្សយើងអាចហូបបានទាំងដំណាំ
វិលជុំទាំងដំណាំខួបដំណាំវិលជុំហ្នឹងគឺយើងសំដៅទៅលើដំណាំដែលមានអាយុកាលខ្លីៗត្រឹមតែ3-4 ខែអាហ្នឹងគេហៅថាដំណាំវិលជុំដល់ពេលដំណាំខួបគឺជាដំណាំធំដែលមានអាយុកាលលើសពី1ឆ្នាំឡើងទៅហៅថាដំណាំខួបហើយអញ្ចឹងពួកគាត់ដាំដំណាំហ្នឹងដើម្បីចិញ្ចឹមជីវិតណាមិនត្រឹមតែជាដាំដំណាំទេគឺចេះចិញ្ចឹមសត្វផងដែរការចិញ្ចឹមសត្វក៏យើងចាត់ចូលនៅក្នុងជំពូកនៃកសិកម្មផងដែរប៉ុន្តែមានជនជាតិមួយទៀតនោះគឺគាត់មិនព្រមធ្វើកសិកម្មឡើយគឺគាត់បែរជាទៅផលិតអាវុធទៅផលិតសម្ភារៈគឺខ្ញុំមានបកស្រាយនៅក្នុងសិភៅអរិយប្រទេសតាក់ទងជាមួយនឹងកុលសម្ព័ន្ធនៅក្នុងសម័យកុលសម្ព័ន្ធវាមុននៅក្នុងសម័យអាទិទេពទៅទៀតហើយពេលហ្នឹងគឺកុលសម្ព័ន្ធដែលរៀបចំទៅលើការផលិតជាអាវុធផលិតជាសម្ភារៈដើម្បីប្រយុទ្ធដើម្បីវាយទីណាអញ្ចឹងនៅក្នុងសម័យហ្នឹងគឺបែងចែកទៅជាកុលសម្ព័ន្ធពីរដាច់ដោយឡែកកុលសម្ព័ន្ធមួយងាកមកធ្វើកសិកម្មមានការចិញ្ចឹមសត្វដាំដំណាំឯកុលសម្ព័ន្ធមួយទៀតគឺអត់ខ្ចីនឹកឃើញអំពីរឿងការដាំដំណាំដើម្បីយកផលហូបដោយខ្លួនឯងទេបែរជានឹកឃើញអំពីការផលិតអាវុធដើម្បីសម្លាប់គេហើយប្លន់យកទ្រព្យសម្បត្តិគេមកធ្វើជាទ្រព្យសម្បត្តិរបស់ខ្លួនឯងណាលក្ខណៈនៃកុលសម្ព័ន្ធពីរប៉ុន្តែនៅក្នុងវីដេអូនេះគឺខ្ញុំមិននិយាយអំពីលក្ខណៈកុលសម្ព័ន្ធប្រយុទ្ធឬកុលសម្ព័ន្ធកសិកម្មទេអ្វីដែលខ្ញុំចង់និយាយនៅពេលនេះបន្តិចហ្នឹងគឺគ្រាន់តែបង្ហើបប្រាប់ថាលក្ខណៈនៃកំណើតកសិកម្មគឺវាកើតឡើងនៅក្នុងសម័យកាលនោះបើគិតជាអាយុកាលទៅវាចូលខ្ទង់200,000 ឆ្នាំជាងមកហើយដែលមនុស្សយើងចេះធ្វើកសិកម្មក៏ប៉ុន្តែការវិវត្តក្នុងរយៈពេល200,000 ឆ្នាំមកនេះមានប្រទេសខ្លះបានវិវត្តអំពីកសិកម្មតាមបែបធម្មជាតិតាមបែបប្រពៃណីដូនតាคล้ายទៅជាកសិកម្មតាមបែបបច្ចេកវិទ្យាសាស្ត្រជឿនលឿនហើយប្រទេសដែលអាចអភិវឌ្ឍកសិកម្មឲ្យคล้ายទៅជាកសិកម្មជឿនលឿនតាមបែបបច្ចេកវិទ្យាហ្នឹងគឺមានតែអរិយប្រទេសតែប៉ុណ្ណោះទេអរិយប្រទេសគឺសំដៅទៅដល់ប្រទេសជឿនលឿនប្រទេសរុងរឿងប្រទេសដែលមានធនធានមនុស្សដែលមានសមត្ថភាពអាចកែច្នៃសម្ភារៈគ្រប់បែបយ៉ាងដើម្បីបម្រើផលប្រយោជន៍របស់មនុស្សណាអាហ្នឹងគឺជាអរិយប្រទេសហើយពាក់ព័ន្ធជាមួយនឹងកសិកម្មនៅក្នុងប្រទេសហៅថាប្រទេសកំពុងអភិវឌ្ឍឬមួយក៏ប្រទេសក្រីក្រគឺយើងដាំដំណាំតាមបែបកសិកម្មធម្មជាតិតាមបែបប្រពៃណីតាមបែបវប្បធម៌តាមបែបដូនតាយើងតគ្នាមកងាកមកមើលដំឡូងខាងក្រោយខ្ញុំនេះគឺជាដំឡូងនៅក្នុងដីរបស់ខ្ញុំផ្ទាល់ប៉ុន្តែវាដាំតាមបែបប្រពៃណីនេះគឺជារដូវប្រាំងដូច្នេះហើយគឺស្លឹកនៅខាងក្រោមនេះគឺជ្រុះណាស់របេះអស់ហើយដោយសារតែវាអត់មានទឹកគ្រប់គ្រាន់ចុះបើយើងចង់ដាំវាឲ្យទៅជាលក្ខណៈបែបវិទ្យាសាស្ត្រជឿនលឿនតើយើងអាចដាំបានទេប្រកាសជាដាំបានប្រកាសជាធ្វើបានយើងរៀបចំប្រព័ន្ធទឹកយើងរៀបចំប្រព័ន្ធអ្វីផ្សេងគ្រប់បែបយ៉ាងព្រោះការធ្វើឲ្យដំណាំមួយរីកលូតលាស់ទៅបានគឺវាមានច្រើនចំណុចហើយក៏មានចងក្រងនៅក្នុងសិភៅអរិយប្រទេសជំហានទី3ដែរតកតងជាមួយនឹងការបង្កើតលទ្ធភាពពលរដ្ឋគឺមានចំណុចមួយគឺក៏និយាយអំពីកសិកម្មផងដែរវាមានដូចជាការកំណត់ទីផ្សារការជ្រើសរើសពូជប្រភេទដំណាំការរៀបចំដីការថែទាំនិងការផ្ដល់សារជាតិទៅដល់ដើមនៃរុក្ខជាតិហើយការប្រមូលផលជាដើមអញ្ចឹងវាមានចំណុចច្រើនដែលធ្វើឲ្យកសិកម្មអាចបោះជំហានคล้ายទៅជាកសិកម្មតាមបែបឧស្សាហកម្មជាកសិកម្មតាមបែបបច្ចេកវិទ្យាជឿនលឿនប៉ុន្តែឥឡូវយើងងាកមកលើដំឡូងនេះជាដំឡូងនៅលើដីខ្ញុំផ្ទាល់ហេតុអីក៏យើងមិនធ្វើឲ្យវាคล้ายទៅជាកសិកម្មជឿនលឿនបានតាមពិតទៅមិនមែនយើងមិនចង់ធ្វើទេហើយក៏មិនមែនយើងមិនអាចធ្វើបានដែរគឺយើងចង់ធ្វើហើយក៏យើងអាចធ្វើបានគ្រាន់តែវាមានលក្ខណៈតម្រូវការជាច្រើនដែលយើងត្រូវការរួមផ្សំគ្នាទើបអាចធ្វើទៅបានកត្តាសំខាន់ធំបំផុតគឺកត្តាចរន្តទីផ្សារចរន្តទីផ្សារមានន័យថាវដ្តនៃទីផ្សារនៅពេលដែលយើងដាំបានតើដំណាំនឹងវាដើរនៅក្នុងប្រព័ន្ធទីផ្សារត្រឹមត្រូវហើយឬនៅដាំបានតើយើងត្រូវដឹកយកទៅកន្លែងណាយកទៅលក់នៅកន្លែងណាច្នៃផលិតអំពីដំឡូងដែលដកចេញអំពីដីនៅជាឋានៈធនធានដើមហ្នឹង
ឲ្យคล้ายទៅជាសមិទ្ធផលសម្រាប់បានហើយឬនៅដំឡូងហ្នឹងតើយើងអាចយកកិនទៅធ្វើជាម្សៅកិនទៅធ្វើជានំកិនទៅធ្វើជាសមិទ្ធផលផ្សេងតាមបែបឧស្សាហកម្មបានហើយឬនៅបើសិនជាយើងអត់ទាន់មានទេនោះមានន័យថាវត្តនៃសេដ្ឋកិច្ចរបស់យើងវត្តនៃចរន្តគេហៅថាសិប្បកម្មឧស្សាហកម្មសិប្បកម្មធ្វើឲ្យคล้ายទៅជាឧស្សាហកម្មហើយអាចវិវត្តពីឧស្សាហកម្មคล้ายទៅជាពាណិជ្ជកម្មតើវាមានចរន្តនឹងហើយឬនៅគឺអត់ទាន់មានទេបើអត់ទាន់មានទេអញ្ចឹងមានន័យថាម៉េចមានន័យថាយើងមិនអាចធ្វើការដាំដំណាំនឹងឲ្យคล้ายទៅជាលក្ខណៈឧស្សាហកម្មបានឡើយបើសិនជាយើងធ្វើគឺយើងត្រូវការចំណាយដើមទុនច្រើនណាស់ឧបមាថាយើងត្រូវដាក់ប្រព័ន្ធទឹកជុំវិញយើងត្រូវជីកស្រះធ្វើជាប្រព័ន្ធធារាសាស្ត្រដើម្បីផ្គត់ផ្គង់ដំណាំនេះណាយើងត្រូវរៀបចំទៅលើរោងដើម្បីការពារកម្ដៅថ្ងៃកុំឲ្យវាក្តៅខ្លាំងពេកហួតហែងយើងត្រូវភ្ជួរដីរៀបចំដីជុំវិញនឹងឲ្យបានស្អាតដើម្បីកុំឲ្យភ្លើងវាឆេះរាលមកដល់ដំឡូងយើងត្រូវរៀបចំគ្រប់បែបយ៉ាងជ្រុងជ្រោយទាំងអស់ដើម្បីធ្វើឲ្យដំឡូងនេះវារីកដុះលូតលាស់បានល្អជាមួយនឹងការចុះមើមបានធំបានផលច្រើនការចំណាយគេហៅថាធនធានដើមចំណាយទៅលើធនធានដើមដើម្បីផលិតបានជាដំឡូងមកហ្នឹងគឺវាត្រូវការចំណាយច្រើនណាស់ទើបត្រូវស្តង់ដារនៃឧស្សាហកម្មប៉ុន្តែសំណួរសួរមកវិញនៅពេលដែលយើងផលិតបានហើយតើផលដែលយើងទទួលបាននេះពេលដែលយើងលក់ទៅវិញតើបានចំណូលរួចថ្លៃដើមដែរឬទេបើសិនជាផលវាបានមិនរួចថ្លៃដើមផងសំណួរសួរថាតើយើងដាំដើម្បីស្អីយើងធ្វើដើម្បីអីយើងដាំដំឡូងគឺដើម្បីបានផលគឺយើងត្រូវការយកលក់យកហិរញ្ញវត្ថុមកប្រើប្រាស់ដើម្បីចិញ្ចឹមជីវិតចុះបើសិនជាយើងធ្វើឲ្យវាលក្ខណៈខ្លាំងឲ្យវាលក្ខណៈល្អប៉ុន្តែបានផលមកយកទៅលក់នៅក្នុងទីផ្សារមិនរួចនៅក្នុងការចំណាយនោះមានន័យថាម៉េចមានន័យថាសេដ្ឋកិច្ចនៃការដាំដំណាំរបស់យើងគឺបរាជ័យដូច្នេះសំណួរសួរថាតើកសិករអាចធ្វើឲ្យដំណាំរបស់គាត់មានផលបានដែរឬទេគឺមិនបានទេអញ្ចឹងងាកមកវិញពាក់ព័ន្ធជាមួយនឹងការធ្វើឧស្សាហកម្មទៅលើកសិកម្មមានន័យថាធ្វើកសិកម្មហ្នឹងឲ្យคล้ายទៅជាឧស្សាហកម្មធ្វើឲ្យវាคล้ายទៅជាពាណិជ្ជកម្មអាហ្នឹងវាទ្រាល់តែមានប្រព័ន្ធវត្តនៃសេដ្ឋកិច្ចវត្តនៃចរន្តឧស្សាហកម្មកសិកម្មហ្នឹងតែម្ដងគឺមិនមែនពឹងផ្អែកទៅលើតែមួយផ្នែកទេត្រង់ចំណុចនេះគឺវាពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់វាតាក់ទងជាមួយនឹងអាណាចក្រទៀតវាពាក់ព័ន្ធជាមួយនឹងកសិករផ្ទាល់វាពាក់ព័ន្ធជាមួយនឹងរបៀបរបបនៃការគ្រប់គ្រងប្រទេសផងដែរវាមានការពាក់ព័ន្ធទាំងអស់វាមិនមែនពាក់ព័ន្ធតែមួយទីហើយនៅក្នុងប្រធានបទនេះគឺខ្ញុំនិយាយទៅលើផ្នែកតែកសិកម្មតាមបែបប្រពៃណីនិងកសិកម្មតាមបែបបច្ចេកវិទ្យាជឿនលឿនតែប៉ុណ្ណោះហើយយើងធ្វើការប្រៀបធៀបជាមួយនឹងដំណាំចម្ការដំឡូងរបស់ខ្ញុំនេះដើម្បីធ្វើឲ្យវាคล้ายទៅជាឧស្សាហកម្មកសិកម្មជឿនលឿនព្រោះតលតែជាឧស្សាហកម្មជឿនលឿនទើបធ្វើឲ្យជីវភាពកសិករមានភាពល្អប្រសើររុងរឿងទៅបានប៉ុន្តែវាត្រូវការមានផ្នែកជាច្រើនវាពាក់ព័ន្ធជាមួយនឹងផ្នែកនយោបាយកសិកម្មផងដែរវាពាក់ព័ន្ធជាមួយនឹងផ្នែកនយោបាយគ្រប់គ្រងប្រទេសផងដែរវាពាក់ព័ន្ធជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធផងដែរវាពាក់ព័ន្ធជាមួយនឹងសេដ្ឋកិច្ចទីផ្សារនៅក្នុងប្រទេសពាក់ព័ន្ធជាមួយនឹងសេដ្ឋកិច្ចទីផ្សាររបស់ពិភពលោកពាក់ព័ន្ធជាមួយនឹងការផលិតការច្នៃសមត្ថភាពនៃការច្នៃផលិតផលនេះឲ្យคล้ายទៅជាសមិទ្ធផលសម្រាប់ផ្សេងឧបមាដូចជាមើមដំឡូងតើយើងអាចច្នៃវាទៅជាស្អីខ្លះច្នៃវាទៅជាម្សៅសម្រាប់លាបខ្លួនច្នៃវាទៅជាគ្រឿងក្រអូបច្នៃវាទៅជាភេសជ្ជៈច្នៃវាទៅជាចំណីសត្វច្នៃវាទៅជាគ្រឿងសម្រាប់បរិភោគឬយើងច្នៃវាទៅជាអ្វីផ្សេងទៀតដើម្បីធ្វើឲ្យវិស័យកសិកម្មមួយអាចបោះជំហានคล้ายទៅជាឧស្សាហកម្មកសិកម្មគេហៅថាកសិឧស្សាហកម្មនិយាយកាត់ដោយខ្លីហៅថាកសិឧស្សាហកម្មមានន័យថាកសិកម្មហ្នឹងភ្ជាប់ជាមួយនឹងឧស្សាហកម្មហើយអាចបោះជំហានឈានទៅពាណិជ្ជកម្មទៀតផងអញ្ចឹងយើងទាញ
ត្រឡប់មកវិញដើម្បីធ្វើឲ្យជីវភាពរបស់ប្រជាកសិករយើងមានការរីកចម្រើនលុះត្រាតែយើងអភិវឌ្ឍវិស័យកសិកម្មនឹងឲ្យវាคล้ายទៅជាកសិឧស្សាហកម្មប៉ុន្តែដើម្បីធ្វើឲ្យវាคล้ายទៅជាកសិឧស្សាហកម្មគឺយើងត្រូវការមានផ្នែកច្រើនណាស់មិនមែនពឹងផ្អែកទៅលើតែផ្នែកកសិករមួយមុខឡើយគឺពាក់ព័ន្ធជាមួយនឹងរចនាសម្ព័ន្ធផ្សេងវាមានការជាប់បណ្ដាញគ្នាយ៉ាងរតៈដោយដែលខ្ញុំបានរៀបរាប់ខាងលើអញ្ចឹងហេតុអីបានជាខ្ញុំលើកយកប្រធានបទនេះមកនិយាយព្រោះប្រជាពលរដ្ឋខ្មែរ90%ជាងនៅតែជាកសិករដដែលទេយើងអត់ទាន់អាចវិវត្តប្រទេសយើងចេញអំពីហៅថាលក្ខណៈស្តង់ដារកសិកម្មនៅឡើយទេទោះបីជាមានអ្នកខ្លះធ្វើជាសាស្ត្រាចារ្យហើយខ្ញុំជាអ្នកនិពន្ធទេប៉ុន្តែម៉ែរបស់ខ្ញុំបងប្អូនរបស់ខ្ញុំនៅជាកសិករហើយក៏ខ្ញុំមានដីស្រែដីចម្ការសម្រាប់ធ្វើកសិកម្មផងដែរតាអ្វីត្បិតតែខ្ញុំមិនធ្វើផ្ទាល់ក៏ប្អូនរបស់ខ្ញុំបងរបស់ខ្ញុំក៏ជាអ្នកធ្វើអញ្ចឹងមានន័យថាខ្ញុំក៏ជាកសិករដែរអញ្ចឹងដើម្បីធ្វើឲ្យកសិករមានជីវភាពធូរធារដោយអរិយប្រទេសជឿនលឿនណាយើងលើកយកតែប្រទេសជប៉ុនយើងលើកយកតែប្រទេសកូរ៉េខាងត្បូងយើងយកតែប្រទេសកាណាដាមកប្រៀបធៀបគ្រាន់តែប្រាក់ខែកម្មករគេប្រាក់ខែខ្ទង់$1,500នៅកូរ៉េខាងត្បូងចំណែកជប៉ុនខ្ទង់$2,000ទៅ2,500ដល់ពេលកាណាដាខ្ទង់3,000ជាងណាដល់ពេលអាមេរិកខ្ទង់5,000ហើយហ្នឹងគ្រាន់តែជាកម្មករដែលទៅធ្វើការនៅក្នុងចំការកសិកម្មទេយើងអត់និយាយអំពីកសិករទេប្រាក់ខែហ្នឹងគឺជាប្រាក់ខែកម្មករហើយកម្មករហ្នឹងគាត់បានចំណូលអំពីកសិកម្មហើយកសិកម្មហ្នឹងគឺជាកម្មសិទ្ធិរបស់កសិករម្នាក់ឃើញណាបើយើងទាញទៅលើប្រាក់ចំណូលរបស់កសិករគេគឺច្រើនជាងកម្មករទៅទៀតកម្មករម្នាក់អាចបានចំណូលយើងនិយាយស្តង់ដារនៅប្រទេសកូរ៉េខាងត្បូងថា$1,500អញ្ចឹងថៅកែដែលទៅលើកសិកម្មហ្នឹងគឺប្រកាសជារកចំណូលបានច្រើនជាង$1,500អាចខ្ទង់ចូលដល់ខ្ទង់$10,000ក្នុងមួយខែចុះនៅប្រទេសផ្សេងទៀតនេះខ្ញុំនិយាយតែអំពីការប្រៀបធៀបលក្ខណៈកសិកម្មនៅក្នុងប្រទេសយើងជាមួយនឹងប្រទេសគេហេតុអីបានយើងត្រូវប្រៀបធៀបប្រទេសយើងទៅជាមួយនឹងប្រទេសជឿនលឿនចុះមិនក៏យើងមិនប្រៀបធៀបប្រទេសយើងហ្នឹងទៅជាមួយនឹងប្រទេសកូរ៉េខាងជើងទៅមិនក៏មិនប្រៀបធៀបកសិកម្មហ្នឹងទៅប្រទេសភូមាទៅក្នុងនាមយើងជាពលរដ្ឋយើងឈ្មោះទៅរកភាពអភិវឌ្ឍប្រទេសជាតិធ្វើឲ្យប្រទេសជាតិយើងរីកចម្រើនរុងរឿងដូច្នេះយើងត្រូវតែប្រៀបធៀបប្រទេសយើងទៅជាមួយនឹងប្រទេសជឿនលឿនប្រទេសរុងរឿងតើឡើយយើងមើលទៅប្រទេសជឿនលឿនប្រទេសរុងរឿងទៅយើងអាចបោះជំហានទៅរកភាពជឿនលឿនរុងរឿងបានបើយើងប្រៀបធៀបប្រទេសយើងទៅប្រទេសកូរ៉េខាងជើងពលរដ្ឋគេរស់តែបាយស៊ីមិនបានកូរ៉េខាងជើងគេមិនហៅថាពលរដ្ឋទេគេហៅថាទេសភាពណាវាស្ថិតនៅក្នុងសម័យទេសភាពព្រោះពលរដ្ឋទាំងអស់คล้ายទៅជាទេសកររបស់មេដឹកនាំហើយអញ្ចឹងមានហេតុផលអីដែលយើងទៅប្រៀបធៀបជាមួយនឹងប្រទេសដែលយកពលរដ្ឋខ្លួនឯងធ្វើជាទេសករប្រៀបដូចជាសត្វធៀបនោះយើងអត់ទៅប្រៀបធៀបទេគឺយើងត្រូវតែប្រៀបធៀបជាមួយនឹងប្រទេសជឿនលឿនព្រោះគោលដៅរបស់យើងគឺឆ្ពោះទៅរកភាពរីកចម្រើនយើងមិនមែនឆ្ពោះទៅរកភាពអន់ថយទេណាលក្ខណៈមកវិញតើការប្រៀបធៀបលក្ខណៈនៃកសិកម្មយើងជាមួយនឹងកសិកម្មជឿនលឿនហ្នឹងតើយើងមើលងាយប្រទេសខ្លួនឯងមែនយើងអត់មើលងាយប្រទេសខ្លួនឯងទេប៉ុន្តែក្នុងនាមយើងជាមនុស្សគឺយើងត្រូវតែស្គាល់ខ្លួនយើងថាយើងកំពុងស្ថិតនៅកន្លែងណាហើយយើងកំពុងតែបោះជំហានទៅណាយើងកំណត់គោលដៅរបស់យើងឲ្យបានច្បាស់អាហ្នឹងទើបយើងអាចបោះជំហានឆ្ពោះទៅរកភាពរីកចម្រើនបានបើយើងមិនដឹងថាខ្លួនយើងកំពុងស្ថិតនៅត្រង់ចំណុចណាផងអញ្ចឹងសួរថាតើយើងអាចបោះជំហានយើងនឹងឆ្ពោះទៅរកភាពរីកចម្រើនបានទេវាអត់បានត្រង់ចំណុចហ្នឹងហើយបានជានៅក្នុងវីដេអូនេះខ្ញុំលើកយកមកប្រៀបធៀបរវាងកសិកម្មនៅក្នុងស្រុកយើងជាមួយនឹងកសិកម្មនៅក្នុងប្រទេសគេតែម្ដងហើយការប្រៀបធៀបហ្នឹងគឺចំការដំឡូងផ្ទាល់របស់ខ្ញុំតែម្ដងនៅលើដីរបស់ខ្ញុំផ្ទាល់តែម្ដងនៅក្នុងដំណាំកសិកម្មគឺប្រកាសជាដាំដើម្បីចង់បានផលហើយគ្មានពីណាមួយដាំដើម្បីខាតនោះទេការរស់ស៊ីក៏ដូចគ្នាដែរ
គឺរស់ស៊ីដើម្បីចំណេញហើយខ្ញុំនិពន្ធសិភៅអរិយប្រទេសនេះក៏ដើម្បីចំណេញដែរដើម្បីភាពរីកចម្រើនដើម្បីភាពសុខសាន្តសម្បូរសប្បាយរុងរឿងទាំងអស់គ្នាផងដែរមិនមែនធ្វើដើម្បីខាតទេណាលក្ខណៈរស់ស៊ីគឺគ្មានពីណាមួយគេថារស់ស៊ីដើម្បីខាតទេដាំដំណាំគឺដើម្បីបានផលខ្ញុំនិពន្ធសិភៅនេះក៏សង្ឃឹមថាវានឹងបានប្រយោជន៍អំពីសិភៅនឹងដែរប្រយោជន៍ទី1គឺប្រយោជន៍ផ្ទាល់ខ្លួនសម្រាប់ខ្ញុំហើយប្រយោជន៍ទី2គឺប្រយោជន៍សម្រាប់គ្រួសារខ្ញុំប្រយោជន៍ទី3គឺប្រយោជន៍សម្រាប់ពលរដ្ឋប្រទេសជាតិរបស់ខ្ញុំហេតុអីបានខ្ញុំនិយាយថាប្រយោជន៍ទី1ជាប្រយោជន៍ផ្ទាល់ខ្លួនរបស់ខ្ញុំអ្មេចក៏ខ្ញុំមិនថាប្រយោជន៍ទី1គឺដើម្បីប្រជាពលរដ្ឋដើម្បីប្រទេសជាតិរបស់ខ្ញុំទៅព្រោះលក្ខណៈនៃចិត្តសាស្ត្របងប្អូនត្រូវចាំឲ្យច្បាស់លក្ខណៈនៃចិត្តសាស្ត្រខ្ញុំមានបកស្រាយនៅក្នុងនេះហើយគឺដើមចេញដំបូងបំផុតគឺការស្រឡាញ់ខ្លួនឯងបើបុគ្គលណាហៅថាគេស្រឡាញ់ប្រទេសជាតិខ្លាំងជាងខ្លួនឯងក៏ហក់សុទ្ធសាធស្រឡាញ់អូនស្រឡាញ់ជាងបងទៅទៀតបងស្រឡាញ់អូនខ្លាំងណាស់ខ្លាំងណាស់ខ្លាំងណាស់បោកប្រាស់សុទ្ធគ្មានពីណាគេស្រឡាញ់អ្នកផ្សេងខ្លាំងជាងស្រឡាញ់ខ្លួនឯងទេព្រោះនៅក្នុងចិត្តសាស្ត្ររបស់មនុស្សគឺបានបញ្ជាក់យ៉ាងច្បាស់ណាស់នៅក្នុងសិភៅនេះគឺខ្ញុំមានបកស្រាយហើយស្រឡាញ់ទី1គឺស្រឡាញ់ខ្លួនឯងស្រឡាញ់ទី2គឺស្រឡាញ់គ្រួសារសាច់ញាតិស្រឡាញ់ទី3គឺស្រឡាញ់ក្រុមស្រឡាញ់បកស្រឡាញ់ពួកស្រឡាញ់កងរបស់ខ្លួនហើយស្រឡាញ់ទី4ស្រឡាញ់ទី5បានឈានចូលទៅដល់ការស្រឡាញ់ប្រទេសជាតិស្រឡាញ់ទឹកដីមានន័យថាបើយើងស្រឡាញ់ប្រទេសជាតិជំហានដំបូងគឺយើងត្រូវតែស្រឡាញ់ខ្លួនឯងត្រូវតែអភិវឌ្ឍខ្លួនឯងត្រូវតែធ្វើអ្វីដែលវានាំមកនៅភាពរីកចម្រើនដល់ខ្លួនឯងជាមូលដ្ឋានសិនបន្ទាប់មកបានវាមានប្រយោជន៍ទៅដល់ប្រទេសជាតិអញ្ចឹងមានន័យថាម៉េចមានន័យថាការស្រឡាញ់ប្រទេសជាតិគឺវាត្រូវផ្ដើមចេញអំពីការស្រឡាញ់ខ្លួនឯងប៉ុន្តែការស្រឡាញ់ខ្លួនឯងគឺត្រូវតែឆ្លងទៅដល់ប្រទេសជាតិផងដែរមានន័យថាមិនមែនអាត្មានិយមត្រឹមតែខ្លួនឯងហើយបោះបង់ប្រទេសជាតិចោលទេគឺត្រូវតែគិតទាំងអស់អាហ្នឹងគឺលក្ខណៈនៃចិត្តសាស្ត្រគឺថាអញ្ចឹងចុះហេតុអីក៏មិនស្រឡាញ់ត្រឹមតែខ្លួនឯងស្រឡាញ់ត្រឹមតែគ្រួសារខ្លួនឯងទៅចាំបាច់ទៅស្រឡាញ់ប្រទេសជាតិធ្វើស្អីអាត្រង់ហ្នឹងហើយដែលជាបញ្ហាប្រទេសជាតិមួយអាចនឹងរលាយសាបសូន្យនៅពេលដែលប្រជាពលរដ្ឋទាំងឡាយណាមិនរវីរវល់ជាមួយនឹងប្រទេសជាតិជនជាតិមួយនឹងរលាយសាបសូន្យនៅលើពិភពលោកយើងនេះគឺដោយសារតែប្រជាពលរដ្ឋនោះមានស្មារតីស្រឡាញ់តែខ្លួនឯងស្រឡាញ់តែគ្រួសារខ្លួនឯងស្រឡាញ់តែបកពួកខ្លួនឯងមិនស្រឡាញ់ប្រទេសជាតិលទ្ធផលចុងក្រោយគឺធ្វើឲ្យប្រទេសជាតិបាត់បង់នៅពេលដែលប្រទេសជាតិបាត់បង់យើងคล้ายទៅជាជនជាតិចំណុះនៃជនជាតិផ្សេងនៅលើទឹកដីខ្លួនឯងសំណួរសួរថាតើយើងអាចរស់នៅបានសុខសាន្តដែរឬទេប្រកាសជាអត់ហើយណាត្រង់ចំណុចហ្នឹងហើយបានជាមានការភ្ជាប់ទំនាក់ទំនងគ្នារវាងខ្លួនយើងហើយឆ្ពោះទៅរកប្រទេសជាតិប៉ុន្តែយើងមិនអាចនិយាយថាយើងស្រឡាញ់ប្រទេសជាតិធំជាងស្រឡាញ់គ្រួសារធំជាងស្រឡាញ់ខ្លួនឯងបានទេហេតុអីព្រោះវាផ្ទុយអំពីប្រព័ន្ធចិត្តសាស្ត្ររបស់មនុស្សប្រព័ន្ធចិត្តសាស្ត្ររបស់មនុស្សវាកំណត់មកអញ្ចឹងវាកំណត់មកថាចិត្តសាស្ត្ររបស់មនុស្សគឺស្រឡាញ់ខ្លួនឯងភាពអាត្មានិយមគឺជាមូលដ្ឋាននៃការស្រឡាញ់អញ្ចឹងវាត្រូវតែដើរតាមប្រព័ន្ធហ្នឹង1 2 3 4 5 6 7 8 9 10គឺតាមលំដាប់លំដោយយើងមិនអាចរាប់ពី19 7 5 3 2 1បច្ច្រាស់ចកីបានទេប្រព័ន្ធស្វីតនិពន្ធគឺវាអញ្ចឹងប្រព័ន្ធចិត្តសាស្ត្រគឺវាស្រឡាញ់ខ្លួនឯងមកស្រឡាញ់ប្រទេសជាតិប៉ុន្តែបើយើងអត់ស្រឡាញ់ប្រទេសជាតិទេនោះប្រទេសជាតិនឹងរលាយសាបសូន្យហើយមានជាង 1000 ជនជាតិដែលអត់មានទឹកដីគឺជាង 800 ជនជាតិហើយជនជាតិដែលមានប្រទេសគឺមានមិនដល់200ប្រទេសផងអាហ្នឹងយើងត្រូវតែយល់កន្លែងហ្នឹងហើយបើសិនជាប្រទេសជាតិមួយបាត់បង់ហើយគឺបាត់បង់ទាំងអស់កុំថាឡើយទ្រព្យសម្បត្តិរបស់អ្នកជាអុកញ៉ាលុយរាប់លានដុល្លាររាប់សិបលានដុល្លាររាប់រយលានដុល្លាររាប់ពាន់លានដុល្លារទ្រព្យសម្បត្តិទាំងអស់នោះនឹងប្ដូរម្ចាស់ភ្លាមមួយរំពេចឯកសារម្ចាស់កម្មសិទ្ធិនឹងត្រូវបានផ្លាស់ប្ដូរអញ្ចឹងមានន័យថាម៉េចមានន័យថាភាពសុខសាន្តរបស់យើងទោះបីជាចិត្តសាស្ត្ររបស់មនុស្សផ្ដើមចេញមកអំពីភាពអាត្មានិយមពិតមែនក៏ប៉ុន្តែអាណាចក្រ
គឺជាមូលដ្ឋានគ្រឹះនៃភាពសុខសាន្តអញ្ចឹងទាញមកវិញនៅក្នុងប្រធានបទនេះគឺខ្ញុំនិយាយអំពីកសិកម្មទេហើយកសិកម្មគឺយើងលើកយកមកតែចំណុច2ទេមកនិយាយគឺកសិកម្មតាមបែបប្រពៃណីជាមួយនឹងកសិកម្មតាមបែបបច្ចេកវិទ្យាវិទ្យាសាស្ត្រដោយឡែកបើយើងធៀបទៅជាមួយនឹងប្រទេសអន់ខ្សោយយើងបានវិវត្តខ្លួនខ្ពស់ជាងគេហើយនៅលើផ្នែកវិស័យកសិកម្មប៉ុន្តែបើយើងធៀបទៅជាមួយនឹងប្រទេសជឿនលឿនគឺយើងនៅក្រោយគេឆ្ងាយណាស់ដូច្នេះគឺយើងត្រូវតែនិយាយអំពីកសិកម្មរបស់យើងដើម្បីយើងបោះជំហានឲ្យបានលឿនឆ្ពោះទៅរកភាពរីកចម្រើនរុងរឿងហើយលទ្ធផលនៃភាពរីកចម្រើនរុងរឿងគឺបានធ្វើឲ្យប្រជាពលរដ្ឋទាំងអស់គ្នាមានជីវភាពល្អប្រសើរធូរធារវាមានប្រយោជន៍ទាំងខ្ញុំផងដែរនៅពេលដែលពលរដ្ឋខ្មែរមានជីវភាពធូរធារគាត់ក៏មានលុយទិញសិភៅអរិយប្រទេសរបស់ខ្ញុំដែរមិនអញ្ចឹងខ្ញុំមិនរស់ស៊ីបានដែរហើយខ្ញុំមិនមានជីវភាពធូរធារដែរមិនអញ្ចឹងជាពិសេសកុំឲ្យម៉ាក់ខ្ញុំថាធ្វើជាអ្នកនិពន្ធរកតែបាយស៊ីមិនបានណាគឺវាអញ្ចឹងដែរណាវាមានប្រយោជន៍ទាំងអស់គ្នាអូខេអញ្ចឹងនៅក្នុងវីដេអូដែលនិយាយអំពីប្រធានបទកសិកម្មធម្មជាតិនិងកសិកម្មឧស្សាហកម្មជឿនលឿនហ្នឹងគឺប្រៀបធៀបតែប៉ុណ្្នឹងទេអញ្ចឹងដើម្បីធ្វើឲ្យប្រទេសជាតិយើងជឿនលឿនគឺយើងត្រូវការអភិវឌ្ឍច្រើនវិស័យណាស់គ្រប់វិស័យទាំងអស់មិនមែនតែផ្នែកមួយទេហើយនេះខ្ញុំលើកយកតែផ្នែកកសិកម្មមួយទេហើយកសិកម្មគឺខ្ញុំប្រៀបធៀបតែដំឡូងនៅក្នុងចំការរបស់ខ្ញុំតែប៉ុណ្្នឹងឯងអញ្ចឹងសរុបសេចក្តីមកដើម្បីធ្វើឲ្យជីវភាពរបស់ខ្លួនខ្ញុំផ្ទាល់អាចលក់សិភៅអរិយប្រទេសដាច់តលតែធ្វើឲ្យប្រជាពលរដ្ឋខ្មែរមានជីវភាពល្អប្រសើរផងដែរមិនអញ្ចឹងព្រោះវាពាក់ព័ន្ធគ្នាអូខេអរគុណច្រើនជួបជាមួយនឹងខ្ញុំបាទរ៉េនសុខានៅវីដេអូក្រោយបន្តទៀតជាមួយនឹងប្រធានបទផ្សេងកុំភ្លេចទិញសិភៅអរិយប្រទេសទាំងអស់គ្នាដើម្បីអភិវឌ្ឍប្រទេសជាតិយើងឲ្យមានការរីកចម្រើនរុងរឿងទាំងអស់គ្នាតលតែរីកចម្រើនរុងរឿងទាំងអស់គ្នាទើបខ្ញុំលក់សិភៅអរិយប្រទេសដាច់ផងដែរ